យើងឃើញថា globalization សកលភូមិកម្មនៃលុយប្រាក់យន់របស់ចិនហ្នឹងក៏កំពុងតែមានឥទ្ធិពលហើយក៏កំពុងគូប្រជែងជាមួយនឹងដុល្លារអាមេរិកដែរអញ្ចឹងឥទ្ធិពលរបស់ប្រាក់ដុល្លារយើងឃើញថាធ្លាក់ចុះពាក់ព័ន្ធជាមួយនឹងឥទ្ធិពលរបស់ដុល្លារដែលទៅលើសេដ្ឋកិច្ចពិភពលោកភាសាបច្ចុប្បន្ននេះយើងឮហើយថាដុល្លារអាមេរិកគឺខ្លាំងណាស់មកលើសេដ្ឋកិច្ចពិភពលោកយើងចង់ដឹងថាតើដុល្លារអាមេរិកមានឥទ្ធិពលបែបណាមកលើពិភពលោកដែរយើងឃើញថាក្រោយពីសង្គ្រាមលោកលើកទី2ចប់មកគឺថាសហរដ្ឋអាមេរិកក៏ដូចជាសេដ្ឋកិច្ចក៏ដូចជារូបិយប័ណ្ណសហរដ្ឋអាមេរិកហ្នឹងគឺក្រូតដណ្ដប់ពិភពលោកគឺមានឥទ្ធិពលខ្លាំងនៅលើពិភពលោកហើយជាពិសេសក្រោយពីសង្គ្រាមត្រជាក់ចប់ផុតរលត់ទៅនៅចុងទសវត្សរ៍ទី80ហ្នឹងគឺពិភពលោកហ្នឹងគេថាឯកពលពិភពលោកឯកពលមួយដែលក្រូតដណ្ដប់ទៅដោយសហរដ្ឋអាមេរិកដែលជាប្រទេសដែលមានអំណាចធំជាងគេនៅលើពិភពលោកហើយវាដាច់ប្រទេសផ្សេងៗទាំងអស់អញ្ចឹងទេអានឹងវាឆ្លុះបញ្ចាំងពីមហាអំណាចរបស់សហរដ្ឋអាមេរិកហើយរូបិយវត្ថុនេះក៏ជាឧបករណ៍ទាំងសេដ្ឋកិច្ចផងទាំងនយោបាយហើយនិងសន្តិសុខក៏ដូចជាភូមិសាស្ត្រនយោបាយសកលដែរគឺប្រើរូបិយវត្ថុហ្នឹងដើម្បីជាអំណាចបញ្ថាបញ្ជាក់ពីអំណាចក៏ដូចជាឥទ្ធិពលរបស់សហរដ្ឋអាមេរិកហើយឃើញថានៅក្នុងប្រតិបត្តិនៃពាណិជ្ជកម្ម financial transaction ហ្នឹងប្រតិបត្តិហិរញ្ញវត្ថុឆ្លងដែនឆ្លងប្រទេសហ្នឹងគឺភាគច្រើនគេយករូបិយវត្ថុរូបិយប័ណ្ណដុល្លារហ្នឹងប្រាក់ដុល្លារហ្នឹងគឺជាគោលដើម្បីយើងធ្វើពាណិជ្ជកម្មអន្តរជាតិឆ្លងដែននោះក៏ប៉ុន្តែយើងឃើញថាថ្មីនេះបច្ចុប្បន្ននេះយើងក៏មានការប្រែប្រួលដែរប្រែប្រួលត្រង់ថាភូមិសាស្ត្រនយោបាយភូមិសាស្ត្រសេដ្ឋកិច្ចហ្នឹងគឺមានការផ្លាស់ប្ដូរពីឯកពលមកជាពហុពលអញ្ចឹងនៅក្នុងបរិបទនៃពហុពលនេះដែលមានសេដ្ឋកិច្ច BRICS ក្រុមប្រទេស BRICS ហ្នឹងវាមានប្រេស៊ីលរុស្ស៊ីមានឥណ្ឌាមានចិនមាន South Africa ហើយនឹងពង្រីកជាមួយនឹងបណ្ដាប្រទេសមួយចំនួនទៀតនៅក្នុងពិភពលោកហ្នឹងគឺកំពុងដើរតួនាទីសំខាន់នៅក្នុងការបង្កើតពលសេដ្ឋកិច្ចផ្សេងអញ្ចឹងនៅក្នុងបរិបទនេះប្រទេសមួយចំនួនគាត់ចាប់ផ្ដើមងាកចេញពីថាដុល្លាររូបនីយកម្មហ្នឹងមកទៅជាគេថារូបនីយហិរញ្ញវត្ថុផ្សេងទៀតហើយយើងឃើញថា globalization សកលភូមិកម្មនៃលុយប្រាក់យន់រៀបមានពីរបស់ចិនហ្នឹងក៏កំពុងតែមានឥទ្ធិពលហើយក៏កំពុងគូប្រជែងជាមួយនឹងដុល្លារអាមេរិកដែរអញ្ចឹងបរិបទហ្នឹងគឺជារបត់មួយដែលប្រទេសមួយចំនួនលើពិភពលោករួមទាំងកម្ពុជាគិតគូរអំពីគេថា diversification ពីពាណិជ្ជកម្មតាក់ទងទៅនឹងហិរញ្ញវត្ថុរបស់ខ្លួននឹងគោលនយោបាយហិរញ្ញវត្ថុហ្នឹងអញ្ចឹងឥទ្ធិពលរបស់ប្រាក់ដុល្លារយើងឃើញថាធ្លាក់ចុះបើប្រៀបធៀបជាមួយនឹងទសវត្សរ៍ទី90ឬក៏ដើមទសវត្សរ៍ទី21ហ្នឹងបាទ